បាទសួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំមកធ្វើម្ហូបថ្មីទៀតហើយបងប្អូនណាមានឈ្មោះថាសម្លមីសួរត្រីអាំងបងប្អូនពូមីងតោះទៅទស្សនាជាមួយខ្ញុំបាទមុនដំបូងយើងមានត្រីរ៉ស់4កង់ឯងបងប្អូនពូមីងនៅថាតែខ្ញុំធ្វើញ៉ាំតែម្នាក់ឯងទេបងប្អូនណាហើយក៏ចង់បង្ហាញបងប្អូនពូមីងបាទយើងអាំងត្រីយើងនឹងឲ្យក្រៀមល្អបងប្អូនបាទយើងមាននេះគល់ក្រីខ្ជាយហើយនឹងខ្ទឹមសបងប្អូនពូមីងទាំងអស់គ្នាយើងធ្វើការបុកវាឲ្យម៉ត់ដូចគ្រឿងបុកមកបងប្អូនពូមីងទាំងអស់គ្នាណាមុនដំបូងណាបាទសម្រាប់សម្លនេះដែរតែបើបងប្អូនពូមីងទាំងអស់គ្នាចង់ធ្វើលក់ច្រើនបងប្អូនអាច comment សួរខ្ញុំបានហើយបងប្អូនពូមីងទាំងអស់គ្នាកុំភ្លេចជួយចុច Subscribe និងរូបកណ្ដឹងម្នាក់មួយផងនិងជួយ Share ម្នាក់មួយផងបានទៅដល់បងប្អូនដែលគាត់ចង់ធ្វើលក់ឬមួយក៏ចង់ចេះបងប្អូនពូមីងសម្លត្រីអាំងមីសួរនេះបងប្អូនពូមីងទាំងអស់គ្នាបាទយើងធ្វើការហាន់ស្លឹកខ្ទឹមល្អិតអញ្ចឹងមកបងប្អូនឥឡូវនេះគឺចាប់ផ្ដើមស្លបងប្អូនណាយើងឲ្យតែអាំងត្រីឆ្អិនហើយអីហើយអញ្ចឹងគឺយើងស្លតែមួយផ្លែតទេបងប្អូនពូមីងទាំងអស់គ្នាងាយស្រួលបងប្អូនពូមីងធ្វើតែមួយផ្លែតបានញ៉ាំហើយបងប្អូនពូមីងណាបាទបើសិនជាបងប្អូនពូមីងទាំងអស់គ្នាខ្ញុំមានតកុលក្រីអញ្ចឹងហើយខ្ញុំដាក់គុលក្រីបងប្អូនពូមីងអាគ្រឿងបុកកំបាញ់មិញបងប្អូនពូមីងបើសិនជាបងប្អូនធ្វើតាមខ្ញុំបងប្អូនដាក់ស្លឹកគ្រៃទៅបងប្អូនណាអាស្លឹកចុងវាខៀវហ្នឹងបងប្អូនពូមីងទាំងអស់គ្នាបាទឡើយនេះចាប់ផ្ដើមដាំទឹកប្រហែលជា1លីត្រទេបងប្អូនដើម្បីធ្វើញ៉ាំតែម្នាក់ឯងអញ្ចឹងណាបងប្អូនបាទយើងមានគ្រឿងផ្សំរបស់យើងបងប្អូនពូមីងអានេះស្ករបងប្អូនកន្លះស្លាបព្រាបាយបន្ទាប់មកទៀតគឺអំបិលសចុងស្លាបព្រាបាយបន្តិចប្រហែលជាកន្លះស្លាបព្រាកាហ្វេបងប្អូនពូមីងទាំងអស់គ្នានេះស្ករសនេះស្ករសទៀតហ៎បងប្អូនចេះតែច្រឡំបាទនេះអំបិលស៊ុបខ្នុរនិងអំបិលសបងប្អូនពូមីងបាទយើងដាក់ប្រហែលជាកន្លះស្លាបព្រាកាហ្វេណាបងប្អូនពូមីងបាទឥឡូវនេះយើងចាប់ផ្ដើមផ្សំគ្រឿងយើងចាប់ផ្ដើមយកវែកយកមកដាក់ទឹកត្រីបងប្អូនពូមីងទាំងអស់គ្នាបាទបើកភ្លើងរៀងខ្លាំងតិចមកដើម្បីកុំឲ្យបងប្អូនពូមីងរងចាំយូរបងប្អូនពូមីងបាទអ្នកគ្រឿងដែលយើងបុកបំបញ្ញមិញបងប្អូនមានខ្ជាយខ្ទឹមសនិងគល់ក្រីបងប្អូនពូមីងអាចដាក់ស្លឹកគ្រៃបងប្អូនណាកុំដាក់គល់ក្រីតាមខ្ញុំដោយសារតែខ្ញុំអត់មានបងប្អូនពូមីងទាំងអស់គ្នាអញ្ចឹងហើយខ្ញុំដាក់គល់តែម្ដងទៅបងប្អូនពូមីងបាទអានឹងយើងពេលដែលធ្វើគឺតម្រូវដាក់ស្លឹកគ្រៃបងប្អូនពូមីងបាទហើយយើងក៏ដាក់ដុំស៊ុបខ្នុរមួយចំហៀងដុំមកបងប្អូនដើម្បីបន្ថែមរសជាតិវាឲ្យវាមានរសជាតិឆ្ងាញ់ណាបងប្អូនពូមីងអានេះសម្រាប់ធ្វើមួយចានទេតែបើបងប្អូនពូមីងទាំងអស់គ្នាចង់ធ្វើច្រើនចាប់ពី10លីត្រទៅបងប្អូនខមមិនសួរខ្ញុំបានបងប្អូនពូមីងទាំងអស់គ្នាបាទគឺខ្ញុំនឹងប្រាប់គ្រឿងឲ្យត្រូវឲ្យបងប្អូនធ្វើហូបទៅឆ្ងាញ់តែម្ដងបាទហើយត្រីយើងបេះយកឆ្អឹងវាចេញឲ្យអស់មកបងប្អូនងាយស្រួលក្នុងការញ៉ាំណាបងប្អូនពូមីងបាទយើងដាក់គល់ខ្ទឹមដែលយើងកាត់កង់បាញ់មិញនឹងចូលមករងចាំឲ្យតែទឹកសម្លនឹងពុះគឺវាងាយស្រួលមែនទែនបងប្អូនពូមីងទាំងអស់គ្នាបាទអញ្ចឹងហើយអត់មានអីពិបាកទេបងប្អូនពូមីងណាបាទសម្រាប់សម្លមីសួរនេះដែរគឺខាងអ្នកកំពតបងប្អូនពូមីងទាំងអស់គ្នាគឺមានរសជាតិឆ្ងាញ់បងប្អូនស្តៀងនឹងគុយទាវដែរបងប្អូនពូមីងណាបាទដូចគុយទាវសាច់គោស្តៀងអីដែរបងប្អូនពូមីងទាំងអស់គ្នាបងប្អូនសាករសជាតិអ្នកកំពតម្ដងមើលបងប្អូនសម្លមីសួរនេះខ្ញុំធានាថារសជាតិឆ្ងាញ់ថ្មីប្លែកបងប្អូនប្លែកមាត់បងប្អូនចង់ញ៉ាំម្ដងហើយចង់ញ៉ាំម្ដងទៀតបងប្អូនពូមីងទាំងអស់គ្នាបាទមិនមែននិយាយអួតទេបងប្អូនពូមីងណាគឺវាឆ្ងាញ់ពិតមែនអានេះខ្ញុំធ្វើហូបបន្តិចផងបងប្អូនពូមីងណាអត់មានឆ្អឹងរងាស់មានអីផងបងប្អូនពូមីងបើសិនជាដាក់ឆ្អឹងដាក់អីរងាស់ទៀតគឺថាមកអែមហើយបងប្អូនពូមីងអស់គ្នាហើយបាទឥឡូវនេះសម្លយើងគឺវាចាប់ដើមភ្លក់ហើយបងប្អូននេះដាក់ចាប់ដើមពុះបងប្អូនពូមីងអធិស្ឋានយើងចាប់ដើមភ្លក់វាមកឲ្យមានរសជាតិឆ្ងាញ់ហើយបងប្អូនបាទឆ្ងាញ់ហើយហ្នឹងក៏ពាក់វ៉ែនតាពាក់អីវិញទៅបងប្អូនពូមីងហើយនេះមីសួរយើងគឺមានចំនួន2កញ្ចប់ទូចឹងបងប្អូនពូមីងវាស្មើនឹងមួយខាំណាយើងហូបម្នាក់ឯងដាក់តែប៉ុណ្្នឹងទៅបានហើយបងប្អូនពូមីងទាំងអស់គ្នាបាទយើងធ្វើការដាក់ទៅឲ្យតែឆ្អិនមីសួរគឺយើងដួសដាក់ចានបានហើយបងប្អូនបើសិនជាបងប្អូនចង់ហូបម្ទេសជ្រក់ខ្ទឹមជ្រក់ដាក់ក្រូចឆ្មាយទៀត
rất là em bong bóng phụ mìnhទាំងអស់គ្នាណាអត់មានបញ្ហាទេអានេះស្តៀងនឹងគុយទាវបងប្អូនគ្រាន់តែមួយទឹកអាមួយត្រីអាមួយធ្វើពីសាច់រងាស់ពីឆ្អឹងសាច់អីអញ្ចឹងគេដាក់ខ្ទឹមពងដាក់អីណាបងប្អូនបាទបើបងប្អូនធ្វើតាមខ្ញុំគឺត្រូវការរោយស្លឹកខ្ទឹមបងប្អូនណាកុំដាក់ជីរណាដាក់ជីនាងវងអីវាខុសក្បួនបងប្អូនភូមិវិញទាំងអស់គ្នាចឹងហើយហូបទៅក៏អត់ឆ្ងាញ់ដែរបងប្អូនភូមិវិញណារសជាតិក៏វាខុសពីខ្ញុំបាទហើយសម្រាប់សម្លមីសួរនេះដែរគឺឆ្ងាញ់ពិតប្រាកដពិតមែនបងប្អូនភូមិទាំងអស់គ្នាបាទចុងវីដេអូខ្ញុំនឹងហូបឲ្យបងប្អូនភូមិមើលតើមើលទៅទំនងឆ្ងាញ់ប៉ុណ្ណាបងប្អូនភូមិទាំងអស់គ្នាបាទហើយនេះយើងចាប់ដើមរោយស្លឹកខ្ទឹមបន្តិចមកបងប្អូនភូមិទាំងអស់គ្នាមើលទៅមួយចានគឺទំនងឆ្ងាញ់ណាស់បងប្អូនភូមិទាំងអស់គ្នាបាទអរគុណមកបងប្អូនហូបជាមួយខ្ញុំសម្លមីសួរយើងធ្វើបាញ់មិញបងប្អូនណារសជាតិថ្មីបងប្អូនឆ្ងាញ់និយាយមែនមិននិយាយលេងទេបងប្អូនណាបាទលើកទី1ដែលខ្ញុំធ្វើហូបបងប្អូនភូមិម៉ែខ្មៅទឹមបរៀនជាតិអានេះស្តៀងតែនឹងស៊ុបកាទៀវដែរបងប្អូនភូមិគ្រាន់តែខុសគ្នាដាក់ជីនឹងពុលលត្រីតាប៉ុណ្ណឹងបានហើយបាយជម្រាបលាកុំភ្លេចជួយ share ឲ្យហ៊ាននៅម្នាក់មួយផងណាបងប្អូន